ត្រីមាសទី1ឆ្នាំ2025ធានាគារអេស៊ីលីដាបានបង្ហាញនៃការកើនឡើងប្រាក់ចំណេញ 50% ធៀបជាមួយនឹងត្រីមាសទី1ឆ្នាំ2024 សួស្តីអ្នកទាំងអស់គ្នាតោះយើងមកមើលរបាយការណ៍ត្រីមាសទី1ឆ្នាំ2025ដែលធានាគារអេស៊ីលីដាទើបនឹងចេញផ្សាយក្នុងថ្ងៃនេះការបង្ហាញនៅក្នុងរបាយការណ៍យើងសូមលើកយកពីចំណុចសង្ខេបដែលទី1គឺពាក់ព័ន្ធនឹងចំណូលនៅក្នុងត្រីមាសទី1ឆ្នាំ2025ធៀបនឹងចំណូលត្រីមាសទី1ឆ្នាំ2024យើងឃើញថាត្រីមាសទី1ឆ្នាំ2025មាន912,000 លានឯត្រីមាសទី1ឆ្នាំ2024មានតែ863,000 លានរៀលបាទធៀបគ្នាទៅត្រីមាសទី1ឆ្នាំ2025នេះកើនឡើងចំនួន 5.75% ទី2ចំណេញខាតប្រតិបត្តិការនៅត្រីមាសទី1ឆ្នាំ2025នេះមាន 535,000 លានរៀលហើយចំណេញប្រតិបត្តិការត្រីមាសទី1ឆ្នាំ2024មានតែ 493,000 លានរៀលទេបើយើងធៀបទៅត្រីមាសទី1ឆ្នាំ2025នេះចំណេញប្រតិបត្តិការរបស់គាត់កើនឡើង 8.47% បាទ 8% ជាងកើនឡើងហើយចំណេញខាតសុទ្ធវិញបាទចំណេញសុទ្ធនេះបាទក្រោយបង់ពន្ធបាទចំណេញសុទ្ធនៅត្រីមាសទី1បាទឆ្នាំ2025នេះមានចំនួន 171,000 លានរៀលបាទត្រីមាសទី1ឆ្នាំ2024មានចំនួនតែ 108,000 លានរៀលប៉ុណ្ណោះបាទអញ្ចឹងត្រីមាសទី1ឆ្នាំ2025នេះចំណេញរបស់គាត់ច្រើនជាងត្រីមាសទី1ឆ្នាំ2024រហូតដល់ 63,000 លានរៀលអញ្ចឹងយើងមើលទៅកើន 63,000 បាទកាលមុនមានតែ 108,000 លានទេប្រាក់ចំណេញហើយឆ្នាំនេះមានដល់ 171,000 លានកើន 63,000 លានរៀលអញ្ចឹងបើយើងធៀបបាទការកើនឡើង 63,000 លានរៀលធៀបជាមួយឆ្នាំមុនដែលចំណេញត្រឹម 108,000 លានរៀលយើងឃើញថាប្រាក់ចំណេញនឹងកើនឡើងរហូតដល់ 58.80% បាទស្ទើរតែកើនឡើង 60% បាទកើនឡើងជិតពាក់កណ្ដាលអញ្ចឹងប្រាក់ចំណេញនៅត្រីមាសទី1ឆ្នាំ2025នេះគឺកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ត្រង់ចំណុចនេះបើកវងចោលបន្តិចសម្រាប់អ្នកដែលគាត់កំពុងតែកាន់ភាគហ៊ុនរបស់ធនាគារ ACDA ប្រហែលជាដេកញញឹមហីបាទរៀងមានទឹកមាត់លេបហើយចំពោះអ្នកដែលគាត់មានបំណងទិញភាគហ៊ុនធនាគារ ACDA នេះជាសញ្ញាណល្អដែលគាត់ពិចារណាមើលព្រោះប្រាក់ចំណេញកំពុងតែកើនឡើងតែយើងមកមើលមូលហេតុថាហេតុអីបានប្រាក់ចំណេញនឹងកើនឡើងច្រើនម្ល៉េះបាទអញ្ចឹងទី1ណាប្រាក់ចំណេញកើនឡើងមូលហេតុបាទគេដាក់បរិយាយតិចដែរបរិយាយការកើនឡើងនៃប្រាក់ចំណេញត្រីមាសទី1ហ្នឹងកើនឡើងលើសត្រីមាសទី1ឆ្នាំមុនហ្នឹងគេថាច្រើនជាង 15% បាទធៀបជាមួយត្រីមាសទី1ឆ្នាំ2024នេះគេចង់យកថាកំណើនដែលមានហ្នឹងបាទធៀបគ្នាហើយចំពោះមូលហេតុងាកមកមូលហេតុវិញបាទមូលហេតុការកើនឡើងនៅតម្រូវការបាទទុនអាជីវកម្មសម្រាប់អតិថិជនបាទអញ្ចឹងមានន័យថាអតិថិជនដែលគាត់ជាអ្នករកស៊ីអាជីវកម្មអីហ្នឹងគាត់មានតម្រូវការទុនកើនឡើងនៅត្រីមាសទី1បាទដើមឆ្នាំ2025នេះបាទហើយបើគេគិតជាចំនួនហ្នឹងបាទវាធ្វើឲ្យអនុទានរបស់សម្ព័ន្ធធនាគារហ្នឹងគឺកើនឡើងអនុទានវាមានការកើនឡើងរហូតដល់ 153.93 លានដុល្លារឬក៏យើងអាចនិយាយថាវាស្មើនឹងកើនឡើងអនុទានហ្នឹងចំនួន 154 លានដុល្លារសហរដ្ឋអាមេរិកនឹងមួយទៀតជាមួយនឹងប្រសិទ្ធភាពបាទនៃផលិតផលបាទរួមទាំងការដាក់អនុទានអត់ខូចដែរបាទនិងសេវាកម្មបាទរបស់ធនាគារដែលជាសេវាកម្ម Digital បាទកំណើនអតិថិជនត្រីទី1ទាំងនេះធ្វើឲ្យប្រាក់ចំណេញមានការកើនឡើងចំណុចនេះលោកបណ្ឌិតអិនចាន់នេះក៏ធ្លាប់លើកឡើងដែរថានៅក្នុងឆ្នាំនេះការទម្លាក់លុយការផ្ដល់ loan នោះគឺមានប្រសិទ្ធភាពខ្ពស់បាទកម្រដែលថាมันមានខូចបាទអញ្ចឹងនេះជាសញ្ញាល្អមួយសម្រាប់អ្នកដែលគាត់កាន់ធនាគារ ACDA ទិញភាគហ៊ុនណានិងអ្នកមានម្ដងទិញភាគហ៊ុនធនាគារ ACDA ត្រង់នេះចង់បើកវងចោលតិចបច្ចុប្បន្នភាគហ៊ុនធនាគារ ACDA មានតម្លៃត្រឹមតែ 6,900 រៀលប៉ុណ្ណោះក្នុងមួយចំណែកភាគហ៊ុនដែលភាគហ៊ុននេះកាលពីប្រហែលខែមុនបាទមានតម្លៃរំពង 7,200 ឬក៏ 7,300 រៀលហើយកាលពីចុះបញ្ជីលក់សារភាគហ៊ុនដំបូងបាទ listing បាទ IPO នោះគឺតម្លៃរហូតដល់ 16,200 រៀលបាទតម្លៃ IPO នឹងធ្លាប់ឡើងរហូតដល់ 20,000 បាទ
មិនច្បាស់ហើយជា22,000រៀលក្នុងមួយភាគហ៊ុនចឹងតម្លៃបច្ចុប្បន្ននេះទាបដោយសារតែមួយរយៈពេលចុងក្រោយនេះប្រាក់ចំណេញរបស់គាត់ធ្លាក់ចុះជាបន្តបន្ទាប់បាទ2ឆ្នាំ3ឆ្នាំចុងក្រោយហ្នឹងទើបតែឆ្នាំនេះចាប់ដើមឡើងវិញហើយគ្រាន់តែត្រីមាសទី1ឡើងរហូតដល់បាទ50%ហើយបាទជិត60%អញ្ចឹងបើត្រីមាសទី2ឡើង50-60%ទៀតត្រីមាសទី3ឡើង50-60%ទៀតអ្នកដែលទិញភាគហ៊ុនធនាគារ KCC នៅពេលនេះគឺជាការវិនិយោគរយៈពេលវែងដែលនឹងទទួលបានផលចំណេញជាចុងក្រោយក៏សូមបញ្ជាក់ផងដែរថានេះគ្រាន់ជាការបាទបញ្ចេញជាទស្សនៈផ្ទាល់ខ្លួនប៉ុណ្ណោះបាទទោះជាយ៉ាងណាតម្លៃភាគហ៊ុនវានៅតែអាចប្រែប្រួលជានិច្ចបាទជាចុងក្រោយក៏ចង់ជំរាបជូនបងប្អូនដែរថាបើសិនបើបងប្អូនដែលគាត់ចង់មានគ្រប់ឯកជនបាទចង់មានគ្រប់ដែលអាចពិភាក្សាជជែកគ្នាដោយសេរីនិងជាឯកជនមានអ្នកផ្ដល់យោបល់ពិគ្រោះយោបល់បាទខ្ញុំក៏មានស្គាល់ក្រុមមួយដែរដែលជាក្រុមរបស់លោកគ្រូសៀងបុតបាទមានវីដេអូកិនច្រើនបាទជាង300នាក់เนาะហើយជាពិសេសមានរៀមច្បងចាស់ៗច្រើនបាទតែពួកគាត់មានបទពិសោធន៍យូរសូមអរគុណច្រើនសូមជម្រាបលាបាទ